ព្រះបន្ទូលព្រះសម្រាប់អ្នកនិពន្ធដោយអ្នកស្រី Dawn Muller និងអ្នកស្រី Diane Grabbing បោះពុម្ពនិងចែកចាយដោយមូលនិធិមរតក Lutherការត្រាស់ហៅលោកម៉ូសេម៉ូសេបានបន្តរស់នៅក្នុងរាជដំណាក់ជាកូនប្រុសរបស់បុត្រីព្រះចៅផារ៉ោនរហូតដល់ធំពេញវ័យតែម៉ូសេក៏បានដឹងខ្លួនឯងថាគាត់ជាជនជាតិអ៊ីស្រាអែលគាត់តែងតែមានអារម្មណ៍ខឹងយ៉ាងខ្លាំងនៅពេលគាត់បានឃើញទង្វើដ៏សាហាវព្រៃផ្សៃរបស់ពួកជនជាតិអេស៊ីបមកលើទាសករជនជាតិអ៊ីស្រាអែលដូច្នេះហើយម៉ូសេបានសន្សំចិត្តព្យាយាមជួយជនជាតិរបស់គាត់នៅថ្ងៃមួយខណៈពេលដែលម៉ូសេកំពុងដើរគាត់បានឃើញជនជាតិអេស៊ីបម្នាក់កំពុងវាយទាសករជនជាតិអ៊ីស្រាអែលម្នាក់លុះម៉ូសេបានសម្លឹងមើលជុំវិញខ្លួនដោយប្រុងប្រយ័ត្នហើយឥតឃើញមាននរណាម្នាក់សោះនោះគាត់ក៏បានដើរទៅជួយសង្គ្រោះជនជាតិអ៊ីស្រាអែលនោះដោយជ្រុលដៃសម្លាប់ជនជាតិអេស៊ីបនោះទៅម៉ូសេបានកប់សពរបស់ជនជាតិអេស៊ីបនៅក្នុងដីខ្សាច់ដើម្បីបំបិតផុសតាងស្អែកឡើងម៉ូសេបានចេញមកខាងក្រៅរាជដំណាក់ម្ដងទៀតលើកនេះគាត់បានឃើញជនជាតិអ៊ីស្រាអែលពីរនាក់កំពុងឈ្លោះគ្នាម៉ូសេសួរថាហេតុអ្វីបានជាអ្នកទាំងពីរវីបងប្អូនឯងដូច្នេះជនជាតិអ៊ីស្រាអែលម្នាក់តបថាតើអ្នកចង់សម្លាប់ខ្ញុំដូចជាអ្នកសម្លាប់ជនជាតិអេស៊ីបនោះដែរឬម៉ូសេបានដឹងថាមានមនុស្សជាច្រើនក៏បានដឹងអំពីរឿងអ្វីដែលគាត់បានធ្វើគាត់ដឹងថាជីវិតរបស់គាត់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ពីព្រោះប្រសិនបើព្រះចៅផារ៉ោនដឹងថាម៉ូសេពិតជាបានសម្លាប់ជនជាតិអេស៊ីបមែននោះទ្រង់នឹងព្យាយាមសម្លាប់ម៉ូសេដែរដូច្នេះហើយម៉ូសេចាំបាច់ត្រូវរត់ចេញទៅឲ្យឆ្ងាយពីស្រុកអេស៊ីបម៉ូសេបានរត់គេចទៅស្រុកម៉ាឌៀនហើយបានចាប់ផ្ដើមធ្វើការនៅទីនោះជាអ្នកកងវាលជាមម៉ូសេមើលថែរក្សាជាមដែលជាកម្មសិទ្ធិរបស់បូជាចារ្យម្នាក់ឈ្មោះថាយេត្រូលោកម៉ូសេបានរស់នៅក្នុងស្រុកម៉ាឌៀនអស់រយៈពេល40ឆ្នាំជាអ្នកកងវាលជាមនៅទីបំផុតលោកម៉ូសេបានរៀបការជាមួយកូនស្រីរបស់លោកយេត្រូដែលមានឈ្មោះថាសេផូរ៉ាលោកម៉ូសេនិងសេផូរ៉ារួមគ្នាមានកូនប្រុស2នាក់កាលម៉ូសេបានរស់នៅក្នុងស្រុកម៉ាឌៀនជាមួយយេត្រូជនជាតិអេស៊ីបបានបង្ខំជនជាតិអ៊ីស្រាអែលឲ្យធ្វើការកាន់តែលំបាកវេទនាជាជាងពេលទាំងអស់ក្នុងស្រុកអេស៊ីបជនជាតិអ៊ីស្រាអែលបាននាំគ្នាស្រែកអង្វររកព្រះជាម្ចាស់ឲ្យជួយពួកគេហើយទ្រង់បានឮសំឡេងយំពីរាជរបស់ទ្រង់ត្បិតទ្រង់មិនដែលបំភ្លេចពួកគេទេងាកមកមើលស្រុកម៉ាឌៀនវិញមានថ្ងៃមួយពេលដែលម៉ូសេកំពុងខ្វៀលវងជាមរបស់លោកយេត្រូនៅក្បែរភ្នំស្រាប់តែគាត់បានឃើញកំពតព្រៃដ៏ចម្លែកមួយកំពុងឆេះឡើងតែឆេះឥតសោះសោះដោយងឿងឆ្ងល់គាត់ក៏ដើរសំដៅទៅរកគុំកំពតព្រៃនោះភ្លាមនោះស្រាប់តែព្រះជាម្ចាស់បានលេចមកឯគាត់ហើយហៅគាត់ពីក្នុងកំពតព្រៃដែលកំពុងឆេះនោះចេញពីភ្លើងនោះសំឡេងរបស់ព្រះជាម្ចាស់មានបន្ទូលថាកុំឲ្យមកចិត្តនេះឡើយចូលដោះស្បែកជើងចេញទៅបិទកន្លែងដែលឈរនោះជាដីបរិសុទ្ធទ្រង់មានព្រះបន្ទូលទៀតថាយើងជាព្រះនៃឯកកោឯងគឺជាព្រះនៃអាប់រ៉ាហាំជាព្រះនៃអ៊ីសាក់ហើយជាព្រះនៃយ៉ាកុបម៉ូសេក៏បិទមុខត្បិតមិនហ៊ានមើលចំទៅរកព្រះទេព្រះជាម្ចាស់មានបន្ទូលមកកាន់លោកម៉ូសេថាកុំខ្លាចអ្វីឡើយត្បិតយើងគង់នៅជាមួយនឹងឯង
យើងបានឃើញសេចក្តីលំបាករបស់រាជយើងដែលនៅស្រុកអេស៊ីបយើងមិនភ្លេចពួកគេទេចូលទៅប្រាប់ផារ៉ោនថាជនជាតិអ៊ីស្រាអែលគឺជារាជរបស់យើងហើយយើងចង់ឲ្យពួកគេចាកចេញពីស្រុកអេស៊ីបហើយម៉ូសេអើយឯងត្រូវដឹកនាំពួកគេចេញពីស្រុកអេស៊ីបប៉ុន្តែម៉ូសេមិនហ៊ានត្រឡប់ទៅស្រុកអេស៊ីបវិញទេគាត់បាននិយាយទៅកាន់ព្រះជាម្ចាស់ថាតើទូតបង្គំជាអ្នកណាដែលព្រះអង្គឲ្យទូតបង្គំទៅឯផារ៉ោនហើយឲ្យទូតបង្គំនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីបមកដូច្នេះទ្រង់មានបន្ទូលតបថាកុំភ័យអ្វីឡើយយើងនឹងនៅជាមួយនឹងឯងជាប្រកបនេះនឹងបានជាទីសម្គាល់សម្រាប់ឯងកាលណាឯងបាននាំពួកគេចេញពីស្រុកអេស៊ីបមកនោះឯងនឹងមកថ្វាយបង្គំយើងនៅលើភ្នំនេះម៉ូសេក៏ទូលទៅព្រះជាម្ចាស់ថាមើលកាលណាទូលបង្គំទៅប្រាប់ពួកកូនចៅអ៊ីស្រាអែលថាព្រះនៃអាយកោរបស់អ្នករាល់គ្នាទ្រង់បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នាហើយគេសួរទូលបង្គំថាតើព្រះជាម្ចាស់ទ្រង់មានព្រះនាមអ្វីតើត្រូវឲ្យខ្ញុំប្រាប់គេយ៉ាងដូចម្ដេចព្រះជាម្ចាស់មានបន្ទូលទៅម៉ូសេថាយើងជាព្រះដ៏ជាព្រះឯងត្រូវឆ្លើយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូច្នេះថាព្រះជាម្ចាស់ដ៏ជាព្រះបានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នាចូលនិយាយនឹងពួកកូនចៅអ៊ីស្រាអែលដូច្នេះថាព្រះយេហូវ៉ាជាព្រះនៃពួកឯកកោអ្នករាល់គ្នាជាព្រះនៃអាប់រ៉ាហាំជាព្រះនៃអ៊ីសាក់ហើយជាព្រះនៃយ៉ាកុបទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នានោះជាឈ្មោះយើងនៅអស់កលជានិច្ចប៉ុន្តែម៉ូសេនៅតែភ័យខ្លាចគាត់និយាយថាពួកគេនឹងមិនស្ដាប់ខ្ញុំទេពួកគេនឹងនិយាយថាព្រះជាម្ចាស់ពិតជាមិនបង្ហាញខ្លួនឲ្យអ្នកឃើញទេប៉ុន្តែព្រះជាម្ចាស់មានបន្ទូលថាយើងនឹងការពារឯងចូលយកដំបងហើយប្រើវាដើម្បីធ្វើការអស្ចារ្យនៅក្នុងស្រុកអេស៊ីបឯងនឹងដឹកនាំរាជរបស់យើងទៅស្រុកកាណានជាទឹកដីដែលយើងបានសន្យាជាមួយអាប់រ៉ាហាំចូលទៅចុះហើយយើងនឹងគង់នៅជាមួយឯងដោយខ្លាចនឹងធ្វើកិច្ចការដែលព្រះជាម្ចាស់បានបង្គាប់ឲ្យធ្វើម៉ូសេបាននិយាយថាទូលបង្គំជាអ្នកមិនសូវពូកែនិយាយទេនោះព្រះមានបន្ទូលទៅលោកថាយើងនឹងនៅជាមួយនឹងមាត់ឯងព្រមទាំងបង្រៀនសេចក្តីដែលឯងត្រូវនិយាយផងព្រះជាម្ចាស់មានបន្ទូលទៅកាន់ម៉ូសេថាទៅចុះខ្ញុំនឹងជួយអ្នកឲ្យនិយាយខ្ញុំនឹងបង្រៀនអ្នកឲ្យចេះនិយាយលោកនៅតែមានការភ័យខ្លាចម៉ូសេបានអង្វរថាអោព្រះជាម្ចាស់អើយសូមចាត់អ្នកផ្សេងម្នាក់ទៀតទៅឥឡូវនេះព្រះជាម្ចាស់ខឹងនឹងម៉ូសេណាស់ទ្រង់មានព្រះបន្ទូលថាយើងដឹងថាអារ៉ុនបងប្រុសឯងពូកែនិយាយណាស់ហើយមើលគាត់ក៏ចេញមករកឯងដែរឥឡូវនេះគាត់នឹងមកជួបឯងគាត់នឹងធ្វើជាមាត់របស់ឯងដោយយើងនឹងប្រាប់ឯងពីអ្វីដែលត្រូវនិយាយហើយអារ៉ុននឹងនិយាយជំនួសឯងទៅកាន់ប្រជាជនចូលឯងយកដំបងនេះកាន់នៅដៃសម្រាប់នឹងធ្វើទីសម្គាល់ចុះម៉ូសេបានទៅជួបលោកយេត្រូដើម្បីសុំការអនុញ្ញាតធ្វើដំណើរត្រឡប់មកជួបក្រុមគ្រួសាររបស់គាត់វិញនៅក្នុងស្រុកអេស៊ីបក្រោយពីលោកយេត្រូឲ្យពួកគាត់រួចម៉ូសេបាននាំប្រពន្ធនិងកូនរបស់លោកធ្វើដំណើរត្រឡប់ទៅស្រុកអេស៊ីបមិនយូរប៉ុន្មានម៉ូសេបានជួបអារ៉ុនម៉ូសេបានអោបបងប្រុសរបស់គាត់ហើយបានប្រាប់គាត់អំពីផែនការដែលព្រះបានរៀបចំអារ៉ុននឹងនិយាយជំនុំម៉ូសេប្រជាជនជឿថាព្រះជាម្ចាស់បានឃើញការលំបាករបស់ពួកគេហើយថាទ្រង់បានជ្រើសរើសម៉ូសេឲ្យមកដឹកនាំពួកគេចេញពីស្រុកអេស៊ីបជនជាតិអ៊ីស្រាអែលបានឱនក្បាលចុះថ្វាយបង្គំព្រះជាម្ចាស់ដោយគោរពដឹងគុណដល់ទ្រង់ព្រះជាម្ចាស់ជ្រើសរើសម៉ូសេក្នុងឆ្នាំ1446មុនគ្រិស្តសករាជព្រះជាម្ចាស់បានត្រាស់ហៅម៉ូសេឲ្យមកដឹកនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបមករស់នៅក្នុងទឹកដី
ដែលបានមានព្រះបន្ទូលសន្យាមកពួកគេព្រះជាម្ចាស់បានគង់នៅជាមួយម៉ូសេនិងប្រទានកម្លាំងនិងអ្វីៗទាំងអស់ដែលគាត់ត្រូវការដើម្បីចេញទៅបំពេញមហាបេសកកម្មនេះព្រះជាម្ចាស់ត្រាស់ហៅយើងដើម្បីបង្ហាញនិងប្រាប់ដល់អ្នកដទៃអំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវដែលទ្រង់បានប្រទានដល់យើងទ្រង់គង់នៅជាមួយយើងជានិច្ចនិងចម្រើនកម្លាំងយើងតាមរយៈអំណាចព្រះវិញ្ញាណបរិសុទ្ធដើម្បីឲ្យយើងអាចបំពេញសម្រេចមហាបេសកកម្មនេះខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បានដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ ភីលីប ចំពុក 4 ខ 13